បាទសម្រាប់បងប្អូនខ្លះគាត់ថាចេះបងប្អូនគាត់ថាស្អីសម្បត្តិត្រឹមតែអ្នកចិញ្ចឹមគោមានអីអស្ចារ្យហ្នឹងហើយបងប្អូនធ្លាប់ឮគេប្រាប់គេនិយាយចឹងណាបងប្អូនប៉ុន្តែចង់ប្រាប់ទៅវិញតែចេះបងប្អូនពេលខ្លះមុខរបរខ្លះវាមិនល្អមើលទេបងប្អូនប៉ុន្តែវាល្អស៊ីយើងនិយាយភាសាសាមញ្ញស៊ីចឹងចុះបងប្អូនពេលខ្លះគេមាក់ងាយថាអ្នកស្រែអ្នកចំការថាអស្ចារ្យអីមកចិញ្ចឹមគោអ្នកចិញ្ចឹមគោហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងគេចង់មានន័យថាយើងសម្បត្តិតែមកចិញ្ចឹមគោមានអីអស្ចារ្យមានអីដូចគេអញ្ចឹងណាប៉ុន្តែពេលខ្លះមុខរបរខ្លះវាមិនល្អមើលទេប៉ុន្តែវាល្អស៊ីណាបងប្អូនហើយមុខរបរខ្លះវាល្អតែមើលតែវាល្អស៊ីអញ្ចឹងវាខុសគ្នាបងប្អូនហ្នឹងហើយអ្នកខ្លះគេថាអញ្ចឹងបងប្អូនជូនជាច្បល់មើលមិនវិញសម្រាប់បងប្អូនអ្នកអាជីពអ្នកចិញ្ចឹមគោលក្ខណៈគ្រួសារណាបងប្អូនយើងអត់និយាយទៅលក្ខណៈកសិដ្ឋានណាយើងបាច់និយាយព្រោះគេធំហើយអញ្ចឹងយើងគិតសាមញ្ញទៅការចិញ្ចឹមគោវាច្បាស់ហើយវាមិនល្អមើលទេតែវាល្អស៊ីព្រោះគោទាំងអស់ហ្នឹងយើងអត់ចំណាយលុយទៅទិញស្មៅឲ្យគោស៊ីទេសម្រាប់យើងអ្នកនៅជនបទសុខសេចការចិញ្ចឹមបែបលក្ខណៈគ្រួសារគឺវាស៊ីស្មៅធម្មជាតិអញ្ចឹងយើងនិយាយទៅភាសាសាមញ្ញថាស៊ីស្មៅបានលុយសោះមើលបាក់ម៉េះហ្នឹងអាហ្នឹងយើងនិយាយរឿងនួតទៀតចុះគ្រាន់តែស៊ីតែស្មៅធម្មជាតិឲ្យបានលុយសោះហ្នឹងអញ្ចឹងអ្នកខ្លះគេថាមិនអស្ចារ្យអីត្រឹមអ្នកចិញ្ចឹមគោប៉ុណ្ណឹងអញ្ចឹងណាបងប្អូន